ពោសូមចម្រើនពរពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសខ្ញុំកណ្ដាលអាត្មាព្រះសង្ឃរួមលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទនៅទឹកដីវត្តព្រៃខ្ពស់បានផ្ដួចផ្ដើមកសាងរោងបាយបងកសាងរោងបាយដែលមានបណ្ដោយ12ទៅถึง9 ម៉ែត្រសសរ10 ដើមបងក្នុងមួយដើម$100គិតជាលុយខ្មែរ40,000 រៀលបងហើយសម្រាប់ដែកយកមកប្រើហ្នឹងគឺ40 គុណនឹង80មានន័យថា4 ហ៊ុន 8 ហ៊ុនប៉ុណ្ណា61 ដើមបងដែកហ្នឹងទិញមកហើយបងហើយ3 ហ៊ុនគុណនឹង3ណាបងស្មើនឹង40 ដើមក៏ទិញមកហើយនៅឡើយវគ្គសង្កសីបងសង្កសីក្នុងមួយសន្លឹក20 រៀលស្មើនឹង80,000 រៀលបងរីឯគ្រូក្រហមដីក្រហមហ្នឹងចាក់ឲ្យខ្ពស់ផុតពីទឹកក្នុង$1,25,000 រៀលបងហើយចុះកសាងនៅឯមាត់ស្ទឹងបងណាថ្មភាពសូមថ្លែងអំណរអគុណចំពោះញោមម៉ាក់នួនឧត្តរបញ្ញានិងញោមប៉ាព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកគាត់បានប្រគេនតសមួយដើម$100ហើយនឹងចាក់ដី$1,62,000 កន្លះហើយនឹងចូលសង្ឃរស័យបងសង្ឃរស័យមួយសន្លឹក20 រៀលបងទឹកប្រាក់របស់បង្គាត់$200ហើយនឹងអរគុណចំពោះប្អូនស្រីសវេតប្អូនស្រីសវេតក៏បានចូលរួម$45ផងដែរណា$45ហើយចូលជាសង្ឃរស័យបងហើយក្នុងការកសាងរោងនេះគឺអាត្មាចុះតាំងពីថ្ងៃទី9 ទី10 ទី11ថ្ងៃនេះគឺឡើងទៅសហើយញោមញាតណាបងឡើងទៅសហើយនឹងទិញដែកចូលមកបងដែក48និងដែក30បងហើយព្រឹកនេះទៀតថ្ងៃទី11ថ្ងៃនេះគឺទិញស៊ីម៉ង់ថែមមកទៀតបងបញ្ចូលហើយនឹងអិតបងហើយទៅសមិនតែប៉ុណ្្នឹងទេញោមនៅរាជវត្តស្រោបហើយនឹងចាក់គ្រោះបន្តបងហើយព្រឹកមិញនេះគឺក្រុមជាងចាក់ជើងទៅសខាងក្រោមបងថ្ងៃ11នេះគឺរៀបអិតបន្ទាប់ពីចាក់ទៅសហើយរៀបអិតបងរៀបអិតហើយបានដឹកគ្រូក្រហមមកចម្រើនពរទៅសនៅស9 ដើមណាទៅសនៅស9 ដើមណាទាំងអស់10 ដើមបញ្ញោមម៉ាក់វត្តចូលប្រគេនមួយដើមបងហើយសម្រាប់សង្ឃសីក៏នៅខ្វះហើយស៊ីម៉ង់ក៏នៅខ្វះច្រើនស៊ីម៉ង់យើងត្រូវចាក់ពតជំវិញរោងហ្នឹងហើយនឹងសាលាឆាន់ហើយនឹងប្រគួនចាក់ឲ្យអស់ទៅគិតទៅជាង1000 ការ៉េហើយជាងក្រុមជាងបោះទៅជាង1000 ការ៉េទៅគិតទៅជាង20 តោនញោមស៊ីម៉ង់យើងត្រូវប្រើ20 តោនបងដើម្បីពេញហើយនឹងគ្រូក្រហមទៀតអញ្ចឹងសង្ឃឹមថាតាមរយៈវីដេអូនេះញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសចូលរួមកសាងបន្តបងណារឿយញោមណាបងរឿយណាសូមអរគុណចំពោះញោមម៉ាក់នួនឧត្តរបញ្ញានិងញោមប៉ាព្រមទាំងកូនចៅព្រមទាំងប្អូនស្រីសវេតនៅរស់នៅសហរដ្ឋអាមេរិកក៏សូមជូនពរក្នុងរដូវឱកាសចូលឆ្នាំថ្មីនេះប្រសិទ្ធពរជ័យសិរីសុខស្ដីវិបុលសុខគ្រប់ប្រការសូមទេវតា
ជួយបីបាច់ថែរក្សាញោមម៉ាក់នួនអត្របញ្ញានិងញោមប៉ាព្រមទាំងកូនចៅនិងប្អូនស្រីឌីសាវ៉េតដែលបងស្រីសាវ៉េតសូមឲ្យបានតែសេចក្តីសុខទេវតាតាមថែរក្សាធ្វើដំណើរផ្លូវគោកផ្លូវទឹកផ្លូវអាកាសក៏មានសេចក្តីសុខអាយុវែងយឺនយូរជាង100ព្រះវស្សាររោគគាជំងឺឈឺដង្កាត់ទាំងឡាយសូមឲ្យបានជាសះស្បើយនិងមានតែសេចក្តីសុខគ្រប់ប្រការទៅទីកន្លែងណាក៏ទេវតាជួយថែរក្សាអាយុវែងយឺនយូរជាង100ព្រះវស្សារសូមគុណបររតនត្រ័យទាំង3គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃទេវតា10000ចក្រវាលជួយបីបាច់ថែរក្សាញោមញាតិប្រុសស្រីទាំងអស់ដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងនៅទឹកដីព្រៃខ្ពស់នេះសូមឲ្យមានប្រសុខភាពល្អអាយុវែងយឺនយូរជាង100ព្រះវស្សារទៀតណាសូមអនុមោទនាទៀតសូមអរព្រគុណនិងអរគុណ